នាងជាមនុស្សស្រីដែលខ្លាចស្លាប់ទៅតែបែរជាធ្វើម្ហូបបោះចំប្រទេសឲ្យហ្វូងខ្មោចឆៅតែពួកខ្មោចឆៅមិនត្រឹមតែមិនស៊ីថែមទាំងស្ដាប់បង្គាប់នាងគ្រប់ម៉ាត់ទៀតផងនាងមិនដឹងតតែគឺដោយសារស្ដេចខ្មោចឆៅលងស្រឡាញ់នាងយ៉ាងណាមិនដឹងពីអត្តសញ្ញាណពិតរបស់ស្ដេចខ្មោចឆៅឡើយតាមពិតការពីក្មេងប្រុសម្នាក់នេះត្រូវបានគេចាប់ទៅមន្ទីរពិសោធន៍ហើយនាងជាមនុស្សស្រីតែម្នាក់គត់ដែលខ្វល់ពីគេតាំងពីពេលនោះមកគេក៏លងស្រឡាញ់នាងដល់សប្បុរសថែមទាំងរក្សារូបថតរបស់នាងតែដើម្បីស្វែងរកនៅថ្ងៃដំបូងនៃថ្ងៃអវសានគេក៏ឆ្លងមេរោគខ្លាចជាខ្មោចឆៅដោយសារឆន្ទៈដ៏រឹងមាំរបស់គេក៏រក្សាការចងចាំពីនាងបានចំណែកឯនាងវិញដើម្បីបងប្រុសដែលខ្លួនស្រឡាញ់ក៏ប្រថុយគ្រោះថ្នាក់ទៅរកសម្ភារៈជាច្រើនឲ្យអ្នកនៅរស់តែបងប្រុសនោះពេលបានសម្ភារៈហើយបែរជាក្បត់នាងទៅវិញចាក់សោនាងពីក្រៅទ្វារនាងក៏អង្វរពួកគេមិនឲ្យនាងចូលទៅលាក់ខ្លួនមិនថែមទាំងប្រាប់ភ្លាមនាងពិតជាមិនទាន់ត្រូវបានខ្មោចឆៅខាំទេតែស្រីចិត្តអាក្រក់នោះបែរជាឆ្លៀតឱកាសចំអកឲ្យនាងថាល្ងងបងប្រុសនោះគ្រាន់តែធ្វើពុតជាចាប់អារម្មណ៍គឺគ្រាន់តែបោកនាងឲ្យចេញទៅរកអាហារឲ្យពួកគេប៉ុណ្ណោះមនុស្សងងពួកខ្មោចឆៅចូលចិត្តស៊ីមនុស្សដូចឯងបំផុតនាងដែលដឹងការពិតក៏សម្រេចចិត្តភ្លាមថាបើមិនពួកវាក៏ខ្ញុំដែរដូច្នេះនាងក៏ងាកក្រោយចាប់យកមេក្រូធំមួយស្រែកទៅកាន់ពួកខ្មោចឆៅនៅទីនេះមានអាហារស្រស់ឆ្អែតហើយឲ្យពួកខ្មោចឆៅប្រញាប់មកនិយាយរួចហើយគាត់ក៏លើកមេក្រូច្រៀងលឺពិតមែនមិនយូរប៉ុន្មានខ្មោចឆៅក៏ហិតក្លិនហើយរត់មកជាមួយគ្នាពេលនោះនាងដែលបានឃើញខ្មោចឆៅតបភ្នែកទើបចាប់ដើមភ័យខ្លាចពេលនាងគិតថាខ្លួននឹងស្លាប់នៅនឹងកន្លែងបុរសម្នាក់ក៏ស្រាប់តែទាំងវីពួកខ្មោចឆៅទាំងអស់ឲ្យដួលទៅដីពេលឃើញមានគេមកជួយខ្លួននាងក៏រំភើបចិត្តលោតទៅអបអ្នកសង្គ្រោះតែក្រោយពីរំភើបចិត្តហើយពេលនាងចង់អរគុណគេឲ្យបានបែរជាឃើញថាគេក៏ជាខ្មោចឆៅដែរនាងភ័យខ្លាចក៏ស្រវីចាប់ពីរបស់នាងហើយស្រែកហៅឲ្យគេជួយតែឃើញថាពីគីម្ខាងទៀតគ្មានប្រតិកម្មអ្វីសោះលើសពីនេះទៅទៀតក៏លើកនាងដាក់លើស្មាភ្លាមតែមិននឹកស្មានរឿងដំបូងដែលបុរសនោះនាំនាងមុតទឹកឲ្យនាងទៅវិញគិតថាខ្មោចឆៅនេះបែរជាមានទម្លាប់ស្អាតស្អំទៅវិញនឹងស៊ីមនុស្សថែមទាំងចង់លាងសម្អាតឲ្យបានល្អទៀតនាងជាមនុស្សដែលខ្លាចស្រាប់ទៅបិទភ្នែកអង្វរខ្មោចឆៅស៊ីខ្ញុំឲ្យឆាប់ទៅបន្ទាប់មកនាងក៏លូកដៃចេញទៅបើវាមិនឈ្នះក៏ចូលរួមតែពេលខំអាចខំតែបន្តិចបានទេតែមិននឹកស្មានថាបុរសនោះមិនបានស៊ីនាងទេផ្ទុយទៅវិញគាត់បែរជាលិតរបួសលើម្រាមដៃរបស់នាងទៅវិញនេះធ្វើឲ្យកូនចៅទាំងអស់នៅមាត់ទ្វារមិនយល់តតែសោះចៅហ្វាយថ្ងៃនេះឲ្យគាត់ពិសេសណាស់ចៅហ្វាយមិនដែលលិតពួរយើងផងចាប់ពីពេលនេះទៅគាត់ការពារចៅហ្វាយមិនដែលមើលមុខខ្ញុំផងស្រាប់តែនាងក៏មានគំនិតមួយដើម្បីកុំឲ្យបុរសនោះស៊ីនាងក៏សម្រេចចិត្តបង្ហាញជំនាញធ្វើម្ហូបរបស់នាងពេលបើកទូទឹកកកបែរជាឃើញថាមានតែមីកញ្ចប់ពេញនាងរំភើបចិត្តយ៉ាងខ្លាំងព្រោះក្នុងស្ថានភាពបែបនេះមីកញ្ចប់មួយប្រអប់ថ្លៃជាងមាសមួយដុំទៅទៀតតែជាក់ស្ដែងបុរសនោះមិនចង់ស៊ីរបស់បែបនេះតតែសោះគាត់ចង្អុលទៅបន្លែនៅក្បែរនោះហើយនិយាយថាជាឲ្យនាងធ្វើម្ហូបស្រស់ឲ្យគាត់ដូច្នេះគាត់ក៏អូសទាញនាងទៅផ្សារទំនើបដើម្បីទិញគ្រឿងផ្សំស្រស់តែក្នុងផ្សារទំនើបឥឡូវក៏ពេញទៅដោយខ្មោចឆៅដែរដើម្បីធានាសុវត្ថិភាពរបស់នាងបុរសនោះក៏យកឈាមរបស់គាត់លាបលើបាតដៃរបស់នាងពិតមែនខ្មោចឆៅទាំងនោះមិនបានធំក្លិននាងក៏បែកខ្ញែកគ្នាទៅនាងឃើញអាហារពេញផ្សារទំនើបក៏រំភើបចិត្តយ៉ាងខ្លាំងនាងដែលឃ្លានខ្លាំងរហូតពុះទេក៏អង្គុយក្នុងរទេះទិញទំនិញហើយចាប់ដើមស៊ីអាហារសម្រន់យ៉ាងចំណែកឯមិត្តរួមថ្នាក់ដែលលាក់ខ្លួននៅទីនេះក៏បានស៊ីអាហារដែលនាងយកមកអស់ដែរមានអ្នកខ្លះស្រាប់តែមានអារម្មណ៍ស្ដាយថាពួកគេមិនគួរទុកនាងនៅខាងឥឡូវទៅរកអ្នកណាឲ្យយកអាហារទៅឲ្យពួកគេតែនារីចិត្តធម៌ស្រីនោះត្រូវខ្មោចឆៅខំស៊ីអស់គ្មានសល់ឆ្អឹងទេហើយពេលក្មេងស្រីទៅដល់តំបន់មួយទៀតស្រីភ័យភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមពិតបងប្រុសនោះមករកសម្ភារៈឲ្យពួកគេត្រូវបង្ខំចិត្តមកផ្សារទំនើបឃើញក្មេងស្រីមានសុវត្ថិភាពបងប្រុសនោះនៅតែស្ងប់ស្ងាត់រួចក៏បញ្ចុះបញ្ចូលក្មេងស្រីឲ្យត្រឡប់ទៅមូលដ្ឋានសុវត្ថិភាពក្មេងស្រីដែលធ្លាប់ត្រូវគេបោះបង់ចោលមិនព្រមតតែសោះឃើញដូច្នេះបុរសថាឪពុកម្ដាយគាត់ក៏នៅមូលដ្ឋានសុវត្ថិភាពដែរហើយនឹកគាត់ខ្លាំងណាស់ដូច្នេះក្មេងស្រីក៏រីរៃចិត្តបន្តិចតែពេលបុរសចិត្តអាក្រក់នោះទាញក្មេងស្រីរត់ទៅដល់មកជួបបុរសម្នាក់ស្រីភ័យខ្លាចក៏ប្រញាប់ថាខ្លួនមកទីនេះរកអីញ៉ាំបុរសចិត្តអាក្រក់នោះក៏ឈៀបដកបាញ់ការពីខ្លួនបាញ់ទៅលើបុរសនោះតែពេលបុរសចិត្តអាក្រក់នោះប្រញាប់នាំក្មេងស្រីរត់គេក៏ត្រូវបុរសនោះហើយលើកនេះបុរសចិត្តអាក្រក់នោះបែរជាជ្រើសរើសបោះបង់ក្មេងស្រីម្ដងទៀតពេលក្មេងស្រីកំពុងឆាហេតុអ្វីដកបាញ់ការពីខ្លួនរបស់បុរសចិត្តអាក្រក់នោះឃើញថារបស់នៅលើដីមិនមែនជាដកបាញ់ការពីខ្លួនទេតែជាថ្នាំសណ្ដំដ៏ខ្លាំងក្លាលាងដៃខ្ញុំស្អាតម្លេះធ្វើអីតាមពិតអ្នកកំពុងលាងបន្លែតើពិតជាត្រូវញ៉ាំមែនទេអូយអស់ហើយគាត់រកកន្លែងខុសហើយធ្វើម៉េចទៅខ្ញុំអាចធ្វើឲ្យអ្នកបានឥឡូវនេះអាហារជីវិតមានតែទុក្ខលំបាកពាក់កណ្ដាលសុភមង្គលគឺមានតែការញ៉ាំបាយមើលទៅកម្លាំងបាយនេះពេញហើយហា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 អេចៅហ្វាយយើងនៅឯណាពេលនោះឯកឧត្តមវាងអេខ្ញុំសុំស្រាមិនទាន់មកដល់ទេអ្នកនៅមានអ្វីត្រូវការទៀតទេពេកចិត្តពេកហើយមែនទេខ្ញុំបាទសូមថយហើយការថយនេះគឺ3នាទីស្អាតទេអ្នកក៏ដូចគ្នាដែរពិតជាត្រូវតែចាប់បេះដូងខ្មោចឆៅមែនចាប់ក្រពះខ្មោចឆៅអាហាខ្ញុំយប់នោះខ្ញុំពិតជាមិនបានដាក់ថ្នាំពុលឲ្យពួកគេទេយន្តថៃអាហារអ្នករាល់គ្នាជាយន្តថៃឥឡូវនេះនៅទីនេះមិនមានលេខកូដរស់រានមានជីវិតទេរកខ្ញុំមកហោចឹងខ្ញុំអាច
còn lạnh on ní mấy câu vậy mà lẽ alo mạ thiênទូរស័ព្ទកូនខមិនចូលសោះម៉ាក់បារម្ភស្ទើរតែស្លាប់ហើយកូននៅណៃលើនេះចង់ឲ្យម៉ាក់ទៅទទួលកូនទេអត់អីទេឥឡូវខ្ញុំរស់នៅបានល្អណាស់មិនទាន់ត្រូវគេស៊ីនៅឡើយទេតែយ៉ាងណាក៏កូនមកមូលដ្ឋានសុវត្ថិភាពចុះម៉ាក់ប៉ានឹងការពារកូនពីខ្មោចឆៅកុំសង្ឃឹមថាអាចប៉ះកូនស្រីខ្ញុំមួយចុងរែមដៃបានម៉ាក់ហាកូនម៉ាក់ដូចជាកំណប់ទ្រព្យអីចឹងខ្ញុំចង់ធ្វើជាកូនស្រីម៉ាក់មួយជីវិតចាំទុកម៉ាក់គឺជាគ្រឿងការពាររស់ឡើងវិញរបស់កូនជានិច្ចជាផ្ទះសុវត្ថិភាពរបស់កូនជាបាឈាមចុងក្រោយរបស់កូនធីនម៉ាក់កំពុងរងចាំកូននៅមូលដ្ឋានសុវត្ថិភាពណារងចាំស្ដេចខ្មោចឆៅដានចាំប្រយ័ត្នហើយរត់ទៅអ្នកកាន់អីនៅក្នុងដៃនេះប្រហែលជាគូលូនៅតែចម្លែកដដែលមិនមែនទេមនុស្សម្នាក់នោះតែងតែជ្រើសរើសអ្នកនេះប្រហែលជាកលីវនេះធ្លាប់ត្រូវបានដេញថ្លៃបានតម្លៃថ្លៃកប់ពុក55,000សូម្បីតែមុនពេលផ្ទុះខ្មោចឆៅក៏ខ្ញុំមិនដែលឃើញដែរមិនបាច់និយាយដល់ឥឡូវទេយើងចិត្តស្លាប់ដោយសារគ្រាហើយអ្នកនៅមានផ្លែឈើស្រស់ញ៉ាំទៀតបងស្រីកុំបារម្ភអីខ្ញុំកាន់ធានតែងតែឲ្យតម្លៃលើមិត្តភាពខ្ញុំសុខចិត្តឲ្យខ្លួនឯងរងទុក្ខខ្ញុំសុខចិត្តញ៉ាំល្ងៀងរហូតដល់ក្តៅក្នុងក៏ខ្ញុំមិនស៊ីនំគ្រីបរបស់អ្នករាល់គ្នាទេអាហារៀងមូលល្អណាស់អាហាបន្តបន្ថែមផ្លូវមន់ព្រះអង្គគុំចាស់អ្នកលឺហើយមិននិយាយមែនតោះយើងតាមគេទៅមានរឿងអីផ្លូវទៅមូលដ្ឋានសុវត្ថិភាពគឺផ្លូវនេះផ្លូវរាប់ពាន់ខ្សែសុវត្ថិភាពជាចម្បងខ្ញុំមិនទៅជាមួយអ្នកទេអីគេស៊ូមីងឈឺអ្នកកុំស្មានថាខ្ញុំគោលបំណងដែលអ្នកជួយសង្គ្រោះគឺអ្វីមានគោលបំណងអីបងមីងឈឺគឺដោយសារចិត្តល្អទើបគាត់ត្រឡប់មកនាំអ្នកចេញមកធ្វើល្អដាក់តែបែរជាមិនដឹងគុណយើងគ្រាន់តែបារម្ភពីអ្នកប៉ុណ្ណោះទោះខ្ញុំចង់រត់គេចក៏ដោយទោះអ្នកមកឬមិនមកខ្ញុំក៏ត្រូវរត់គេចដែរតែមិនទៅជាមួយអ្នកទេឥឡូវនេះទូទាំងខេត្តសុទ្ធតែជាមូលដ្ឋានសុវត្ថិភាពច្រើនណាស់ទោះទៅមូលដ្ឋានសុវត្ថិភាពនៅពេលនេះក៏ដោយគឺត្រូវតែមានអ្នកខាងក្នុងណែនាំទើបដឹងពីព័ត៌មានកាលពី2ថ្ងៃមុនការធាមពុកម្ដាយរបស់ការធានធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវក្នុងមូលដ្ឋានសុវត្ថិភាពគាត់ប្រកាសជាមានខ្សែមានតែគាត់ទេទើបអាចនាំយើងចូលបានអញ្ចឹងយើងគួរតែយកការធានមុនអ្នកពិតជាគិតថាទៅមូលដ្ឋានសុវត្ថិភាពគឺអាចចូលបានដោយគ្រាន់តែមានខ្សែមែនទេអីគេមិនបានមែនទេអ្នកគ្មានខ្សែទេពិតជាគ្មានចន្លោះបន្តិចសោះមើលយើងទៅខំរកគាត់ស្ទើរស្លាប់លទ្ធផលគឺគ្រាន់តែបង្កើតជាបន្ទុកមួយប៉ុណ្ណោះមិនក៏អីចឹងទៅថ្ងៃមុខប្រទេសយើងនឹងទទួលខុសត្រូវរដ្ឋនឹងមិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយជាធម្មតាគឺគ្មានខ្សែអ្វីទាំងអស់ឲ្យតែទៅដល់មូលដ្ឋានសុវត្ថិភាពគឺប្រកាសជាទទួលយកអ្នកកើតអីមនុស្សដែលរៀបចំតាមផលប្រយោជន៍ទើបគិតថាការរស់ក៏ត្រូវបែងចែកជាថ្នាក់ដែរពេលអ្នកកំពុងគិតគូរពេលអ្នកគិតតែពីរស់ស្លាប់ខ្លួនឯងមនុស្សនៅមូលដ្ឋានសុវត្ថិភាពកំពុងប្រើជីវិតរបស់ពួកគេដើម្បីបើកផ្លូវជួយសង្គ្រោះដូច្នេះអ្នករាល់គ្នាគួរឲ្យខ្លាចជាងខ្មោចឆៅទៅទៀតអូដើមឡើយមិនបាច់មានខ្សែសោះខ្ញុំគិតខុសហើយអ្នកចង់ធ្វើអីសិស្សការធានបាននិយាយពីអ្វីដែលហាមឃាត់ដើម្បីសុវត្ថិភាពអីចឹងអ្នកជួយតាក់ទាញខ្មោចឆៅទៅខ្មោចឆៅនឹងហើយទៅយ៉ាប់ហើយលើកនេះអត់មានក្លិនឈាមស្ដេចខ្មោចឆៅតាក់ទាញពួកវាទៀតទេសំឡេងទេដៃសុទ្ធតែបោកប្រាស់តើសំឡេងទេដៃបែបណាដែលមិនប្រែប្រួលបើអ្នកឯងសំឡេងខ្ញុំសូមមកវាមិនងាយស្រួលទេក្នុងការនៅឆ្ងាយទៅមើលលោកគ្រូសង្ហានេះបើខ្ញុំមនុស្សខ្ញុំក៏មិនខ្លាចដែរអ្វីដែលខ្មោចឆៅចង់ស៊ីសូម្បីតែអ្វីដែលនៅជាមួយគ្នាទាំងថ្ងៃទាំងយប់ក៏តែងតែត្រូវរុញចេញទៅស្លាប់បើខ្ញុំស្លាប់ដោយសារអ្នកតើខ្ញុំបានធ្វើខុសមែនទេបងប្រុសបើកទ្វារជួយខ្ញុំផងមនុស្សទេ
ដូចនោះឥឡូវនេះមិនងឺទេក៏មិនខ្លាចដែរលើកដៃរបស់អ្នកឲ្យខ្ញុំមិនស្លៀកទេព្រោះវាឆ្ងាញ់ពេកខ្ញុំបានតស៊ូក្នុងលោកដ៏អាក្រក់នេះខ្លាចជាក្រណាត់ជូតហើយម្យ៉ាងទៀតខ្ញុំប្រឈមមុខរាល់ថ្ងៃក្រៅពីខ្មោចឆៅក៏មានតែខ្មោចឆៅស្លៀកឲ្យអ្នកណាគេមើលខ្លួនឯងមានលេខ0ឲ្យច្រើនណាស់ហេសម្ពុតនេះទើបតែហៅខ្ញុំថាម្ចាស់ឈួតឲ្យខ្ញុំដឹងថាសម្ពុតនេះជារបស់ខ្ញុំជ្រើសរើសតែរបស់ដែលត្រឹមត្រូវនឹងថ្លៃតាមពិតខ្ញុំស្រឡាញ់ពណ៌ផ្កាឈូកតាំងពីក្មេងយ៉ាងណាមិញដូចពណ៌លុយយ៉ាងចិនដែលធ្វើឲ្យមនុស្សចិត្តដាច់អ្នកងាកទៅហេលោកម្ចាស់យូលីនសូមលោកមេត្តារំកិលជើងបន្តិចអាចងាកខ្លួនបានទេរួចហើយចុះទៅលឿនដើម្បីសុវត្ថិភាពអ្នកបើកទ្វារឲ្យខ្ញុំតើអ្នកនឹងឈរមើលពួកយើងទៅស្លាប់មែនទេសូមអង្វរអ្នកគិតថាពួកយើងជាមិត្តរួមថ្នាក់ផងវ៉ាបើខ្ញុំមិនបើកទ្វារឲ្យពួកគេទេតើអ្នកនឹងគិតថាខ្ញុំខុសខើពេកទេគុនធាពួកយើងដឹងខុសហើយជួយពួកយើងផងវ៉ាបងប្រុសសង្ហាបើកទ្វារសោះក៏យឺតយ៉ាវម្លេះយឺតដូចខ្មោចឆៅអីចឹងស្ទើរតែស្លាប់ហើយអរគុណតែខ្ញុំមិនចាំបាច់ជួយអ្នករាល់គ្នាទេព្រោះខ្ញុំមិនចង់ក្លាយជាមនុស្សដូចអ្នករាល់គ្នាទេគុនធីចូលចិត្តនៅជាមួយខ្មោចឆៅថែមទាំងជាស្ដេចខ្មោចឆៅទៀតសង្ហាណាស់គាត់និយាយអីហ្នឹងគាត់ថាកង់ឡានត្រូវខ្មោចឆៅខំផ្ទុះហើយចុះមិនប្រញាប់ចុះពីឡានទៅមិនមែនចាំតែស្លាប់ទេតែខាងក្រៅក្តៅហើយសុទ្ធតែខ្មោចឆៅពិតជាដូចកំពុងរងចាំលេខនៅភោជនីយដ្ឋានមែនចុះធ្វើម៉េចទៅលោកកុំទៅគ្មានវិធីតាក់ទាញចំណាប់អារម្មណ៍គាត់ទេ
គ្រាន់តែត្រូវការមនុស្សម្នាក់ស្លាប់ទៅបានហើយទៅចុះកុំបារម្ភអីអ្នកអាចតាក់ទាញខ្មោចឆៅច្រើនយ៉ាងនេះក៏ចាត់ទុកថាអ្នកអស់សង្ឃឹមហើយឃើញបងប្អូនសិស្សច្បងសិស្សប្អូនរបស់លោកគ្រូហើយឬនៅពួកអ្នកមើលអីគ្មានអីផងស្អីគេពួកគេមិនហ៊ានប៉ះគាត់ទេយូលីងកុំសម្លាប់ខ្ញុំលឿនឡើងបងប្រុសសិស្សច្បងអ្នកពិតជាខ្លាំងណាស់ការបាញ់មួយគ្រាប់នេះពិតជាចំគោលដល់ណាស់លើកសរសើរពេកហើយយ៉ាងណាក៏ដោយដើម្បីដោះស្រាយសត្វត្រឆានត្រូវប្រើវិធីដោះស្រាយសត្វត្រឆានមិញនេះខ្ញុំបានជួយអ្នកនៅក្នុងឡានធ្វើគុណបានទោសបែបនេះតើអ្នករាល់គ្នាជាមនុស្សដែរឬទេចុះយ៉ាងម៉េចកុំភ្លេចថាគាត់ជាខ្មោចឆៅមិនក៏គាត់អាចជួយខ្ញុំបានមែនមនុស្សខ្លះនឹងណាកុំគិតថាគ្រាន់តែនៅជាមួយស្ដេចខ្មោចឆៅអាចងើបមុខរួចទៅនៅជាមួយខ្មោចឆៅមួយហ្វូងពេញមួយថ្ងៃខ្លួនប្រានសុទ្ធតែមានក្លិនស្អុយសាំហើយមើលទៅគាត់ស្អាតជាងអ្នករាល់គ្នាឆ្ងាយណាស់7 ខែហើយមិនទាន់ងូតទឹកផងក្លិនប្រេងរបស់ខ្ញុំក៏ស្អុយដល់ខ្ញុំដែរគាត់គ្រាន់តែជាបិសាចមួយក្បាលប៉ុណ្ណោះគុនធាអ្នកបែរជាមិនឈរខាងមនុស្សទៅវិញរូបរាងបែបនេះហើយនៅតែទទួលយកអ្នកដទៃទៀតឈប់យំទៅតាមពិតគ្មានអ្នកណាត្រូវការក្បាលជ្រូកទេបងប្រុសអាទីនហ៊ានថាអ្នកជាក្បាលជ្រូកហើយខ្ញុំអត់បាននិយាយអីចឹងទេខ្ញុំក៏អត់បានចង្អុលឈ្មោះអ្នកដែរខ្ញុំអត់បានធ្វើអីគាត់ទេហើយអ្នកចូលចិត្តគ្រឿងសម្អាងណាស់អីចឹងញ៉ាំឲ្យច្រើនទៅដើម្បីបង្កើនសម្រស់ខាងក្នុងទោះបីជាខ្ញុំស៊ីអ្នកក៏ដោយក៏អត់ដឹងថាមានអីឆ្ងាញ់ដែរឥឡូវគ្មានអ្នកណាអាចការពារអ្នកបានទៀតទេអារ៉ូសុំទោសសុំទោសសុំទោសអីចឹងឥឡូវអ្នកមានប្រយោជន៍ហើយមែនទេយកកាំភ្លើងធ្វើអីយុវជននោះសុំទោសខ្ញុំគ្រាន់តែជួយសង្គ្រោះជីវិតមនុស្សធម្មតាប៉ុណ្ណោះខ្ញុំលែងហ៊ានទៀតហើយខ្ញុំលែងហ៊ានទៀតហើយអស់ចាម្លេះហេតុអីបានជាការនោះអ្នកលះបង់ខ្លួនឯងតាមពិតបើគ្មានខ្មោចឆៅទេពួកគេក៏នឹងសម្លាប់ខ្លួនឯងដែរទោះបីជាអ្នកជាមនុស្សក៏ដោយប៉ុន្តែគួរឲ្យខ្លាចជាងខ្មោចឆៅទៅទៀតយកគ្រាប់កាំភ្លើងចេញមកចង់ឲ្យខ្ញុំដេមែនទេអានោះខ្មោចឆៅក៏មានអារម្មណ៍ជឿចាប់ដែរអីចឹងគ្មានអារម្មណ៍សោកសៅទេវីអីក៏វីយូម្លេះពិធីសាសានសានវីយូឲ្យបានត្រឹមសញ្ញាសួរ
ខ្ញុំគ្រាន់តែពិភាក្សាផ្នែកសិក្សាស្រាវជ្រាវសុទ្ធសាធទេតើបង្កើតមនុស្សសប្បាយជាងឬបង្កើតខ្មោចឆៅតូចសប្បាយជាងខ្ញុំអត់បានទេខ្ញុំអត់បេនធីអីគេហ្នឹងមិនក៏អីចឹងដូចជាអត់បានសាកល្បងទេអ្នកសាកម្ដងទៀតទៅគេខ្លះនិយាយដូចនៅផ្ទះចំណែកយើងវិញសំងំនៅផ្ទះហើយហោះមករហូតខ្ញុំចោះចាញ់អ្នកមានគំនិតច្រើនពេកហើយខ្ញុំចោះចាញ់សំណួរមុននេះអត់បានសាកល្បងអីគឺអត់បានសាកល្បងបង្កើតមនុស្សឬក៏នេះមិនមែនជាការបន្ធូរអារម្មណ៍របស់អ្នកទេខ្ញុំដឹងថាអ្នកចង់បង្វែរអារម្មណ៍ខ្ញុំបន្តិចអរគុណអ្នកកុំបារម្ភអីខ្ញុំធានានឹងដេរសាច់ដុំពោះទាំង8របស់អ្នកឲ្យស្អាតបាតស៊ីមេត្រីឥតខ្ចោះប៉ុនស្រន់ទៅសង្ឃឹមថាគាត់កម្រើកតិចទៅសង្ឃឹមថាគាត់សប្បាយចិត្តអូខេពិតជាមែនលក្ខណៈពិសេសល្អបំផុតរបស់បុរសគឺភាពទន់ខ្សោយខ្ញុំតែងតែគិតថាខ្ញុំចូលចិត្តប្រភេទសុភាពរាបសារដូចត្បូងប្រភេទពន្លឺព្រះច័ន្ទឥឡូវមើលទៅខ្ញុំមិនមែនចូលចិត្តប្រភេទណាមួយទេខ្ញុំគ្រាន់តែជាមនុស្សស្រឡាញ់សម្រស់ទេហើយអ្វីអ្នកពាក់ខ្សែកនេះរហូតអញជាខ្មោចឆៅសោះនៅពាក់ខ្សែករាល់ថ្ងៃអញរំអួយម្លេះបងឃើញខ្សែករបស់អូនទេក្នុងនឹងមានរូបថតកូនផ្អែមរបស់យើងរាល់ថ្ងៃចេះតែបាត់របស់ប្រហែលជាខ្សែកនោះនឹងលេចឡើងវិញក្នុងរយៈពេល2ថ្ងៃទៀតហើយបងអូនពិតជាមានអារម្មណ៍មិនល្អសោះកូនផ្អែមមិនទាន់មកដល់មូលដ្ឋានសុវត្ថិភាពទេបងថាគាត់អាចកុំគិតច្រើនពេកអីកុំបារម្ភអីគាត់នឹងមិនអីទេអាយ៉ាប្រពន្ធមើលនេះសឹកស៊ីខ្ញុំស្គាល់អ្នកខ្ញុំជាម៉ាក់របស់កានធានគាត់តែងតែនិយាយពីអ្នកនៅចំពោះមុខខ្ញុំក៏របស់អ្នកកើតអីអាហោះនេះត្រូវខ្មោចឆៅពូកែណាសឹកស៊ីអ្នកហ៊ានប្រយុទ្ធយ៉ាងក្លាហានជាមួយខ្មោចឆៅពិតជាក្មេងល្អមែនពីថ្ងៃនេះខ្ញុំនឹងរីកាទៅលៀនថងស៊ីទៅជួមុខខ្មោចឆៅជំទាវមិនបាច់អរគុណខ្ញុំទេកូនល្អជំទាវបានដឹងយូរហើយការប្រយុទ្ធបង្ហូរឈាមប្រកាសជាក្តីស្រមៃរបស់អ្នកតាំងពីដើមមកមែនទេហើយអ្វីគាត់មិនមកជាមួយអ្នកខ្ញុំឃើញមិត្តរួមថ្នាក់ត្រូវបានស្ដេចខ្មោចឆៅចាប់ចម្រិតអីខ្ញុំប្រឹងអស់ពីកម្លាំងហើយតែមិនអាចជួយគាត់បានរបួសរបស់ខ្ញុំនេះក៏ដើម្បីជួយគាត់ដែរទើបអាយ៉ាឈប់បើមិនឲ្យមើលក៏មិនមើលទៅហើយអ្វីអ្នកចេះតែការពាររបស់រំលេះខ្ញុំគ្រាន់តែឃើញគាត់ធ្លាប់ស្គាល់មុខបន្តិចប៉ុណ្ណោះហេទៀនមិនក៏អ្នកនៅជាមួយស្ដេចខ្មោចអីចឹងម៉ាក់មិនក៏ម៉ាក់ដឹងបងប្រុសសាលារបស់អ្នកប្រាប់ម៉ាក់តើគឺកាលអ្នកនៅរៀនបរិសង្ហាដែលអ្នកធ្លាប់ចូលចិត្តនោះមុខគាត់ជុំខៀវជុំខ្មៅពេញនឹងគាត់មកដល់មូលដ្ឋានសុវត្ថិភាពយើងហើយមិននឹកស្មានថាគាត់នៅតែមើលទៅធ្លាប់ស្គាល់សោះគាត់មិនមែនខ្ញុំព្យាបាលគាត់ហើយកុំខ្វល់ថាគាត់ធ្លាប់ស្គាល់ឬអត់ម៉ាក់ចង់ពិភាក្សាការងារមួយជាមួយអ្នកម៉ាក់មានថ្នាំបំពុលកណ្ដុរមួយកញ្ចប់នៅទីនេះដល់ពេលហ្នឹងឯងបញ្ចុកស៊ូមីងឈឺទៅបើគាត់ស្លាប់នោះបញ្ជាក់ថាគាត់ជាកណ្ដុរបើគាត់មិនស្លាប់វិញនោះបញ្ជាក់ថាគាត់ជាកណ្ដុរមានបានមិនហើយកុំអីខ្ញុំមិនចូលចិត្តគាត់ទេអ្នកកុំនិយាយទៀតខ្ញុំមានអារម្មណ៍ថាដូចជាចំណុចខ្មៅក្នុងជីវិតខ្ញុំអីចឹងអូយដល់ពេលណាហើយគាត់នៅតែនិយាយរឿងទាំងនេះជាមួយកូនស្រីទៀត
tiên taអ្នកមានគម្រោងសម្រាប់ស្ដេចខ្មោចនៅពេលណាអីគេម៉ាក់ឮថាអ្នកធ្លាប់ព្យាយាមរត់គេចតែមិនបានសម្រេចឥឡូវនេះប្រហែលជានៅសល់តែផ្លូវមួយគត់គឺសម្រាប់ស្ដេចខ្មោចមែនហើយឥឡូវស្ថានភាពស្មុគស្មាញបន្តិចតើអ្នកមិនចង់នៅជាមួយប៉ាម៉ាក់ទេខ្ញុំចង់តើដូច្នេះមិនមែនត្រឹមតែមនុស្សរស់ទេតែថែមទាំងសុភមង្គលធម្មតាបំផុតរបស់យើងទៀតផងទោះបីជាថ្ងៃធម្មតាកាលពីមុនសម្រាប់សម័យអវសានឥឡូវនេះបានคล้ายជាសុបិនទៅហើយតែឲ្យតែគ្រួសារយើងនៅជាមួយគ្នាគឺល្អហើយមែនទេឥឡូវនេះអ្នកគ្រាន់តែត្រូវបានស្ដេចខ្មោចចាប់ធ្វើជាចំណាប់ខ្មាំងប៉ុណ្ណោះអ្នកដែលមិនមែនជាពូជសាសន៍យើងគឺត្រូវតែរួបរวมគ្នាជាមុនសិនតើអ្នកពិតជាជឿស្ដេចខ្មោចម្នាក់នឹងធ្វើជាមិត្តជាមួយមនុស្សទេតើអ្នកពិតជាជឿស្ដេចខ្មោចម្នាក់នឹងធ្វើជាមិត្តជាមួយមនុស្សទេបើអ្នករត់គេចមិនរួចនោះសម្រាប់ស្ដេចខ្មោចទៅសម្រាប់ស្ដេចខ្មោចទៅទោះបីជាខ្ញុំមិនដឹងថាហេតុអ្វីបានជាស្ដេចខ្មោចមិនស៊ីអ្នកតែអ្នកអាចឆ្លៀតឱកាសពេលគាត់មិនប្រយ័ត្នចំណុចខ្សោយរបស់ស្ដេចខ្មោចគឺនៅត្រង់ក្បាលហើយប្រាសាទគឺជាផ្នែកដែលងាយរងគ្រោះបំផុតនៃក្បាលទាំងមូលអញ្ចឹងក្បាលខ្មោចឆៅជាចំណុចខ្សោយតែមួយគត់របស់ស្ដេចខ្មោចឆៅស្អែកខ្ញុំចាំអ្នក3ថ្ងៃទៀតអ្នកនឹងមិនអាចសម្លាប់ស្ដេចខ្មោចឆៅបានទេទេវតាមកជួយសង្គ្រោះអ្នកហើយអ្នកណានេះគឺធនាគារធ្វើកាត់អន្ទាននឹងណាអត់មានអីផងនៅចិត្តទៀតអត់ភ្លេចកាពេទៀតរំខានមិនថាខ្យល់ភ្លៀងអីទេហាហាហេតុអ្នករបួសហើយវាគ្នាទៀតអ្នកហត់ហើយមែនទេចុះខ្ញុំម៉ាសាឲ្យអ្នកទៅនាងខ្ញុំរៀនពីគ្រូពេទ្យចិនដ៏ចំណានអ្នកណាឪពុកខ្ញុំមិនម៉ាសាក៏គួរឲ្យស្ដាយដែរបើមិនពេញចិត្តអាចបដូរលុយវិញបានណាគាត់ឲ្យកំណត់ត្រាមរណៈនេះមកខ្ញុំយ៉ាងងាយស្រួលបែបនេះក្បាលខ្មោចឆៅគឺជាអាគារទាំងមូលយ៉ាងច្រើនក៏អ៊ូអរដែរអញ្ចឹងក្បាលខ្មោចឆៅជាចំណុចខ្សោយតែមួយគត់របស់ស្ដេចខ្មោចឆៅអយុធធម៌ណាស់លោកតាចាស់នៅចុងបំផុតឮទេគាត់ច្បាស់ជាគាត់របួសក៏ដោយសារខ្ញុំមិនក៏ខ្ញុំអាចបែរទៅធ្វើបាបគាត់វិញបានខ្ញុំមិនមែនជាមនុស្សវិកលចរិតបែបនេះទេម្យ៉ាងទៀតខ្ញុំគ្មានចិត្តអាក្រក់ទេមានតែចិត្តស្លាប់ទេហាហាហានិយាយអីចឹងតើអ្នកដឹងមានការទូរស័ព្ទរបស់ខ្ញុំដោយរបៀបណាខ្មោចឆៅមានការស្ដាប់ឮច្បាស់ណាស់អាចឮសំឡេងផ្ទៃខាងក្រោយពីចម្ងាយរាប់រយម៉ែត្រអញ្ចឹងគាត់ឮការហៅទូរស័ព្ទរបស់ខ្ញុំមុននេះទាំងអស់ហើយមែនទេយើងកុំធ្វើរឿងយកច្រឡំបែបរឿង PA អ្នកមានជំរឿសច្រើនពេកហើយមានមួយឈុតខ្ញុំមិនឲ្យអ្នកបែកសំបីតែសក់មួយសរសៃមិនក៏ខ្ញុំអាចធ្វើបាបអ្នកបានបងប្រុសសាលារបស់អ្នកប្រាប់ខ្ញុំគឺជាបុរសដែលអ្នកធ្លាប់ស្រឡាញ់កាលនៅរៀនយ៉ាម៉ាក់ខ្ញុំមិនចូលចិត្តគាត់ទេកុំនិយាយទៀតមានអារម្មណ៍ដូចជាចំណុចខ្មៅក្នុងជីវិតបើអ្នកចង់រត់ក៏រត់ទៅឥឡូវខ្ញុំចាប់អ្នកមិនបានទេពិតណាស់ខ្ញុំចេតនាចាក់ចេញពីអ្នកម្យ៉ាងទៀតអ្នកនៅមានរបួសផងពិតមែនទេពិតណាស់ថាពិតយ៉ាងណាក៏ដោយបើអ្នកមិនទាន់ជាសះស្បើយខ្ញុំមិនទៅណាទេគ្រាប់ការជូករត់ភេសជ្ជៈទឹកបរិសុទ្ធកញ្ចប់ថែរក្សាសុខភាព
សូមសួរលោកម្ចាស់ចង់បានអាហារសម្រន់អ្វីដែរតាមរឿងព្រេងនិទានពីមុខរបួសខ្មោចឆៅជាទូទៅវានឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល3ម៉ោងខ្មោចឆៅសមត្ថភាពព្យាបាលរបស់ស្ដេចខ្មោចឆៅល្អជាងខ្មោចឆៅធម្មតារាប់ពាន់ដងខ្ញុំរបួសហើយបើមិនលាបថ្នាំទាន់ពេលទេវានឹងជាសះស្បើយហើយរបួសរបស់អ្នកក៏ជាហើយដែរមែនទេអាហារមិនក៏អ្នកធ្វើបែបនេះខ្ញុំជាមនុស្សបែបនោះមែនទេអាហារមានរឿងអីរបួសរបស់អ្នកមិនជាសះស្បើយទេតែបែរជាកាន់តែធ្ងន់ធ្ងរទៅវិញអើហើយមិនក៏ហូរឈាមទៀតហើយលោកមេចាំឈប់សិនយកច្រឡំហើយយើងកំពុងពិនិត្យមើលសាច់អាំងទេតើវាសមរម្យណាស់ដឹងអត់គ្មានអ្វីមិនសមរម្យសម្រាប់ក្មេងបន្តិចណាទេគ្មានអ្វីដែលខ្មោចឆៅមើលមិនបាននោះទេអូត្រូវហើយអ្នកអាចប្រើជំនាញនេះអាហេមិនមែនទេខ្ញុំចង់និយាយថាគឺអាហ្នឹងអាហើយថាខ្ញុំធ្វើអីថាខ្លួនឯងទៅអញ្ចឹងអ្នកសម្រាប់បានល្អទៅខ្ញុំទៅទិញថ្នាំឲ្យអ្នកបារម្ភបេះដូង Wisdom Physical Heart Jet Check Mind Spirit Feeling Intention Consciousness ពិតណាស់ម្យ៉ាងទៀតរបួសនេះនៅត្រង់តម្រងនោមត្រូវតែប្រយ័ត្នឲ្យខ្លាំងបុរសមិនត្រូវនិយាយថាខ្ញុំទៅទិញថ្នាំឲ្យអ្នកណាអាហេកញ្ញាកានធានពិតជាអ្នកមែនខ្ញុំជាផូស៊ីវ៉ាន់អ្នកចិត្តខាងផ្ទះអ្នកតើពិតជាមិនចាំខ្ញុំមែនកាលពីក្មេងមិនមែនតែងតែញញៃសុំស្គាល់គ្រាប់ពីខ្ញុំទេអូនឹកឃើញហើយផូស៊ីវ៉ាន់គឺអ្នកនឹងហើយដែលធ្វើឲ្យខ្ញុំដកធ្មេញពុក8ដើមអញ្ចឹងឆាប់ត្រឡប់ទៅមូលដ្ឋានសុវត្ថិភាពវិញទៅម្ដាយរបស់អ្នកគាត់ជិតស្លាប់ហើយស្អីគេអ្នកចេញមកផ្សងព្រេងលើកនេះគឺដើម្បីយកថ្នាំឲ្យគាត់ខ្ញុំមិនដឹងទេបោះថ្នាំនៅមាត់ទ្វារតែមិនឃើញមនុស្សប្រកាសជាឆ្លៀតឱកាសរត់ហើយបែបនេះក៏ខាត់មិនជាប់ដែរម៉ាក់មិនក៏មិនរងចាំលេងមួយខ្ញុំមួយវគ្គចុងក្រោយដែលម៉ាក់ជំពាក់ខ្ញុំអាហាប្រពន្ធក្រោកឡើងញ៉ាំបាយប៉ាម៉ាក់ខ្ញុំសង្ឃឹមបងប្រុសថាម៉ាក់ខ្ញុំមិនស្រួលខ្លួនហើយអូយខ្ញុំមិនស្រួលខ្លួនទេគឺឃ្លានពេកមិនស្រួលខ្លួនហាគាត់ក៏បានទៅស្វែងរកឲ្យអ្នកទាំងអស់គ្នាដែរ
វីតាមីនបងស្រីតែងតែផ្លាស់ប្ដូរទីតាំងមូលដ្ឋានមិនបានត្រូវកម្ដៅថ្ងៃទេខ្វះវីតាមីនអ្នកជាបងវាងអ្នកបាននាំពូយើងត្រឡប់មកវិញហើយនេះជាកន្លែងណាកន្លែងនេះពីមុនជាមន្ទីរពិសោធន៍កាលអ្នកនៅតូចអ្នកធ្លាប់លួចចូលមកទីនេះអ្នកឈ្មោះអ្វីហេខ្ញុំកំពុងសួរអ្នកហើយណាអ្នកជាកុំមែនទេអ្នកញ៉ាំអត់ឆ្ងាញ់ណាស់សម្រាមអូតាមពិតអ្នកចេះនិយាយដែរតើសម្រាប់ម៉េចមិនអនុញ្ញាតឲ្យនិយាយនំខ្លាំងខ្លាយបែបនេះទេខ្ញុំចាំបានថាពីមុននៅទីនេះមានក្មេងប្រុសម្នាក់ហេប្រពន្ធធានទៅញ៉ាំបាយបានមើលពួកយើងទៅញ៉ាំបាយហើយនេះជាបងប្អូនជីដូនមួយមែនទេ800ឆ្នាំហើយមិនដែលមកផ្ទះសោះគេថាបងប្អូនជីដូនមួយរបស់អ្នកមានមិត្តប្រុសច្រើននាំយកសម្ភារៈដ៏មានតម្លៃមួយចំនួនមកអញ្ជើញគ្រួសារយើងទៅញ៉ាំបាយអ្នកមានភាពវៃឆ្លាតខាងអារម្មណ៍ខ្ពស់យល់ដឹងពីសង្គមច្រើនអ្នកមានភាពវៃឆ្លាតខាងអារម្មណ៍ទាបអ្នកកំពុងតែអួតអូយធានសក់របស់អ្នកប្រឡាក់អស់ហើយហាមើលមុខមាត់ប្រឡាក់ដីធូលីនេះនៅខាងក្រៅប្រកាសជាលំបាកច្រើនហើយមើលទៅថ្ងៃនេះបងប្អូនជីដូនមួយជាអ្នកចេញថ្លៃញ៉ាំឲ្យឆ្អែតណាអូយមើលមុខតូចនេះស្គមប៉ុណ្ណាទំនងជាមិនបានញ៉ាំសំបីតែមួយម៉ាត់ក៏មិនបានផងចាស់ញ៉ាំអាហារសម្រន់ច្រើនពេកគឺមិនបានញ៉ាំបាយឲ្យបានត្រឹមត្រូវទេអ្នកឯងយកអាហារសម្រន់ធ្វើជាបាយញ៉ាំទៀតហើយអាហារសម្រន់ឥឡូវនេះមានអាហារសម្រន់ពីណារបស់ញ៉ាំដែលបងប្អូនជីដូនមួយនិយាយប្រហែលជាមិនមែនជាត្រីឆៅយ៉ាងឡងទេដឹងហើយសាឡាត់បាតស្បែកជើងទៀតអ្នកមិនដែលឮពីរបៀបញ៉ាំបែបនេះទេបងប្អូនជីដូនមួយនិយាយអញ្ចឹងអ្នកញ៉ាំវិញញឹកញាប់ហើយមើលទៅបើអ្នកចូលចិត្តញ៉ាំណាស់អញ្ចឹងញ៉ាំឲ្យច្រើនទៅយប់ជ្រៅហើយមិនទាន់ត្រឡប់ទៅវិញទៀតតិចទៀតហូរទឹកមាត់ស៊ីទម្លុះចានអស់ហើយគ្រូសាយើងខ្មាស់គេណាស់អញ្ចឹងតែរបស់ដែលញ៉ាំនឹងជាអីគេពិតប្រាកដស្លឹកសានចាឆ្ងាញ់ពិសេសម៉ាក់ក៏មិនដឹងដែរមកអាហោកុំខ្មាស់អីមកអ្នកទាំងអស់គ្នាមកជាមួយគ្នានេះហើយជាអាហារធំដែលអ្នកនិយាយនៅបន្ទប់គេងមិញនេះបងស្រីភ្ញាក់ផ្អើលរហូតដល់ស្រឡាំងកាំងអស់ហើយហាអូយកុំគិតថាស្គាល់ពេកមិនហ៊ានញ៉ាំអីទោះបីជានេះជាសម្ភារៈយុទ្ធសាស្ត្រក៏ដោយមនុស្សធម្មតាអ្នកមិនអាចយកបានទេប៉ុន្តែគ្រូសាយើងរាល់ខែអាចទទួលយកសម្ភារៈទាំងនេះបាន2 ដងអាហារកំប៉ុងនេះក្នុងសម័យមេរោគខ្មោចឆៅនេះនេះក៏ដោយសារតែគូដណ្ដឹងរបស់ហ៊ឺក្នុងគ្រួសារយើងដែរគាត់ជាអ្នកទៅតំបន់សុវត្ថិភាពដោយសុវត្ថិភាពហៅកាត់ថាអ្នកយាមសុវត្ថិភាពយើងចិត្តរៀបការហើយដល់ពេលនោះអ្នកទាំងអស់គ្នាមកឲ្យបានណាលើកក្រោយចុះលើកក្រោយប្រកាសជីទៅហាបងមិនមែនខ្ញុំថាអ្នកទេស្ថានភាពបែបនេះក៏នៅតែទៅជួយសង្គ្រោះទៀតហត់ស្លាប់ហត់រស់មើលពួកយើងទៅឆាប់នេះនឹងបានទទួលពរជ័យពីហ៊ឺក្នុងគ្រួសារយើងហើយដឹងអត់ឲ្យកាន់ធានក្នុងគ្រួសារអ្នករកគូស្នេហ៍ល្អម្នាក់ប្រសើរជាងអ្វីទាំងអស់ពូថ្លៃនិយាយពិតជាអស្ចារ្យមែនហេដូចជាសម័យនគរបីអញ្ចឹងហៅថាអីគេជ្រូកនៅទីនេះស្អីហ្នឹងបងប្អូនជីដូនមួយខ្ញុំឲ្យទៀនឲ្យអ្នកហើយពូកែអួតម្លេះអ្នកជេរខ្ញុំបានតែជេរប៉ាម៉ាក់ខ្ញុំមិនបានទេពួកគាត់ដើម្បីជួយមនុស្សមិនមែនដើម្បីផលប្រយោជន៍អ្វីទេគឺដើម្បីអាយុជីវិតមនុស្សគឺដើម្បីក្តីសង្ឃឹមត្រូវហើយម្យ៉ាងវិញទៀតសុភមង្គលរបស់ការធានក្នុងគ្រួសារអ្នក
ពួកយើងមិនអាចទេខ្ញុំចង់ដូរយកសម្ភារៈខ្លះលក់ឲ្យអ្នកសេចក្តីប្រកាសអាសន្ននៅតំបន់ជុងបៀងបានកើតមានការបះបោរខ្មោចឆៅត្រង់ទ្រីធំដោយមិនដឹងមូលហេតុសូមត្រៀមវិធានការសង្គ្រោះបន្ទាន់និងជៀសវាងឲ្យបានទាន់ពេលតំបន់ជុំបៀងនឹងមិនមែនជាកន្លែងដែលខ្ញុំធ្លាប់រស់នៅពីមុនទេឬមួយរកគ្រប់កន្លែងអស់ហើយនៅសល់តែព្យាបាលរបួសឲ្យបានល្អរងចាំខ្ញុំត្រឡប់មកវិញនិយាយអីហ្នឹងអ្នកធ្លាប់រស់នៅតំបន់ជុំបៀងនិយាយអត់គិតមុខក្រោយសោះអ្នកដឹងទេថានោះជាកន្លែងបែបណានោះមិនមែនជាតំបន់លំនៅឋានធម្មតាទេនោះជាតំបន់វីឡាអ្នកមានលំដាប់កំពូលឯណោះឃើញអ្នកធ្លាប់រស់នៅទីនោះពិតជាគួរឲ្យអស់សំណើចណាស់ខ្ញុំមិនត្រឹមតែធ្លាប់រស់នៅទីនោះទេខ្មោចឆៅនៅទីនោះសុទ្ធតែជាអ្នកបម្រើរបស់ខ្ញុំបងថ្លៃឲ្យខ្ញុំគិតថាពេលនេះរឿងមិនទាន់បំផុតគឺប្រញាប់ទៅពិនិត្យខួរក្បាលទៅអូចៃដន្យខ្ញុំស្គាល់គ្រូពេទ្យធំម្នាក់នៅមន្ទីរពេទ្យវិកលចរិតក្នុងមូលដ្ឋានសុវត្ថិភាពខ្ញុំនឹងណែនាំអ្នកឲ្យស្គាល់ពេលក្រោយបងស្រីយល់ដឹងពីជំងឺវិកលចរិតយ៉ាងច្បាស់បែបនេះមិនឆ្ងល់ទេដែលពូធំឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយគ្មានសង្ឃឹមតាមពិតទៅគឺដំណពូជសោះមិនក៏អ្នកទៅរស់នៅតំបន់ជុងឌីងអ្នកមិនមែនលាក់ប្រុសក្មេងសង្ហាទេមកកោះដែរស្រហូតដល់ប្រភេទទៅហើយអ្នកមិនអាចឲ្យក្មេងប្រុសអាក្រក់នោះឆ្លៀតឱកាសពីអ្នកបានទេត្រូវហើយតោះទៅឈប់គ្រប់គ្នាស្ដាប់ខ្ញុំកុំភ័យអីមកដល់ទីនេះគឺមានសុវត្ថិភាពហើយគ្មានខ្មោចឆៅអាចចូលមកបានទេឥឡូវនេះឈរឲ្យត្រង់តម្រង់ជួរដើម្បីត្រួតពិនិត្យអត់ទេខ្លួនត្រជាក់បែបនេះធ្វើមិនទៅប្តីហាមិនអីទេសំដែងបន្តិចទៅអាហេគុនធានេះប្តីខ្ញុំមិនក៏អ្នកនៅតែមកតាមរកខ្ញុំទៀតនេះអ្នកពិតជាខ្លាំងណាស់គុនធាម៉ែឲ្យរៀបចំរឿងគឺមិនដែលបាននិយាយប្រាប់ឪពុកម្ដាយអ្នកទេលាក់បាំងទៅរៀបការតាំងពីពេលណាបងឯងនេះហាទើបតែថ្មីនេះទេចុះឈ្មោះរៀបការក៏បានពិន្ទុបន្ថែមដែរមានរឿងល្អបែបនេះទៀតហេតុអីបុរសម្នាក់នេះអត់និយាយសោះគាត់ជាមនុស្សអូយល្អហើយដែលគាត់ខ្ញុំស្មានតែគាត់មានជំងឺភ័យខ្លាចសង្គមទោះអ្នកជាខ្មោចឆៅក៏ដោយស្ដេចខ្មោចឆៅក៏មិនអាចដើរចូលមូលដ្ឋានមនុស្សដោយសេរីដែរមែនទេពិតជាមិនចង់លួងខ្ញុំសោះសុំទោសអ្នកអីទេដើរមិនមើលផ្លូវសោះមានភ្នែកពីរបងធំកំពុងសួរអ្នកហើយស្បែកមុខបងប្អូននឹងចាស់ជ្រីជ្រួញនៅពេលដែលបងប្អូនរក UV ណាត់ដែលប្រើប្រាស់មកលើផ្ទៃមុខមិនបានត្រឹមត្រូវ UV រ៉ូមានមុខងារការពារកម្ដៅថ្ងៃដែលជាបងប្អូនជាមួយនឹង BB Rose Premium បងប្អូនកំពុងតែចាប់ផ្ដើមស្គាល់ប្រើជាឈុតជាមួយនឹងបងប្អូនគេពីរនាក់បងប្អូនជាច្រើនបានស្គាល់ជាមួយនឹងគុណភាព BB Rose Premium ប៉ុន្តែបងប្អូនមិនទាន់បានស្គាល់ជាមួយនឹង UV រ៉ូដែលជាបងប្អូនជាមួយនឹង BB Rose Premium នេះទេខ្ញុំសូមបញ្ជាក់មុខបងប្អូនប្រុសស្រីមិនអាចខ្វះ UV ការពារកម្ដៅថ្ងៃបានទេបងប្អូនឃើញការប្រើប្រាស់របស់ខ្ញុំទេប្រចាំថ្ងៃគឺខ្ញុំតែងតែប្រើប្រាស់ជាមួយនឹង UV រ៉ូបូកជាមួយនឹង BB Rose Premium ការលាបរបស់ខ្ញុំគឺមិនពិបាកទេបងប្អូនចាយើងលាបនៅលើផ្ទៃមុខរបស់យើង
tune up វាឲ្យស្មើឲ្យចូលសាច់មុខឲ្យអស់យើងធ្វើការតបជាមួយនឹង BB Rose Premium ពីរមុខនេះប្រើបញ្ចូលគ្នាគឺវាជួយកាត់ពីកម្ដៅថ្ងៃយើងបានខ្ពស់មិនធ្វើឲ្យផ្ទៃមុខរបស់យើងស្ងួតមិនធ្វើឲ្យផ្ទៃមុខរបស់យើងបែកអាចរុយសារធាតុចិញ្ចឹមនិងជាតិការពារកម្ដៅថ្ងៃជាច្រើននឹងជួយលុកស្បែកបងប្អូនការពារកម្ដៅថ្ងៃរហូតដល់ទៅ12ម៉ោងលែងភ័យលែងព្រួយបារម្ភភ័យខ្លាចផ្ទៃមុខរបស់យើងចាស់មុនអាយុបែកជាប់បែកស្នាមអាចរុយបែកស្ងួតក្រុមបាន CEO ម៉ៃម៉ារ៉ូបងប្អូនអាចធ្វើការដើររកទិញបានតាមផ្សារទូទាំង25ខេត្តក្រុងឬក៏អាចឆាតមក page និង TikTok របស់ CEO ផ្ទាល់រត់តែពិសេសនៅពេលដែលយប់ឡើងបងប្អូនធ្វើការបាត់ជាមួយនឹងម៉ាស់ទឹកខាប់មួយសន្លឹក អញខ្វាក់មែនទេអ្នកមិនមែនជាមនុស្សទេមើលភាសាសញ្ញាមិនយល់ទេបងធំខ្ញុំកំពុងសួរអ្នកហើយអញខ្វាក់មែនទេអ្នកមិនមែនជាមនុស្សទេមើលភាសាសញ្ញាមិនយល់ទេបងធំនេះកំពុងចង់ស្ពតធ្វើបងប្អូនមែនទេអញជាខ្មោចឆៅតើមិនមែនពិតប្រាកដឯណាបើយើងមិនយល់ធ្វើមិនទៅចិត្តបែកការហើយបែកការរឿងនេះអ្នកក៏ចេះដែរមានសក្តានុពលខ្លាំងណាស់គាត់កំពុងនិយាយអីគាត់កំពុងសរសើរអ្នកតើសរសើរខ្ញុំរឿងអីសរសើរអ្នកថារីករាយគួរឲ្យស្រឡាញ់ចិត្តល្អនិងក្លាហាននិងដោះស្រាយស្នេហាបងធំសរសើរខ្ញុំខ្មាស់គេអស់ហើយហាហានេះក៏សរសើរខ្ញុំដែរអរគុណពូអ្នកក៏ដូចគ្នាជប់បងធំអំបិលនេះសម្រាប់អ្នកតែមើលគឺបងប្អូនជីដូនមួយរបស់អ្នកទៀតហើយកគាត់ជាកូនសម្លាញ់ខ្ញុំយ៉ាងម៉េចដែរច្រណែនទេខ្ញុំទើបតែហៅគាត់ថាពូគាត់ជាកូនសម្លាញ់របស់អ្នកភ្នែកអីក៏បែបនេះកូនសម្លាញ់របស់ខ្ញុំទើបតែ28ឆ្នាំទេអើពិតមែនបងខ្លាចជីដូនមួយនេះមើលទៅពិតជាមានបទពិសោធន៍ច្រើនមែនហាមើលតែរូបរាងមានប្រយោជន៍អីបុរសគឺពឹងលើសមត្ថភាពសុវត្ថិភាពនេះបច្ចេកវិទ្យាសែនរីកចម្រើនដល់ថ្នាក់នេះហើយឬសូម្បីតែបុរសក៏អាចបង្កើតកូនបានដែរខ្ញុំរីករាយដែលខ្ញុំខុសបងស្រីជីដូនមួយកុំប៉ះស្នាមកំណើតឲ្យសោះដេកថែបខ្ញុំនិយាយពីនេះឃើញទេនេះទើបហៅថាជាកម្លាំងពិតអ្នកដឹងទេថាសាច់មួយដុំប៉ុណ្ណេះថ្លៃប៉ុន្មានឥឡូវផ្ទះគាត់មានសាច់ឆៅទៀតទិញពីណាពិតជាមានលទ្ធភាពណាស់បើអ្នកមកអង្វរខ្ញុំក៏មិនមែនអាចពិចារណាបានដែរឲ្យអ្នកមកផ្ទះខ្ញុំផឹកស៊ុបសាច់អាំងដឹងមុនថាតំបន់សុវត្ថិភាពមនុស្សច្រើនអាហារនឹងខ្វះខាតតែស្ថានភាពមិនទាន់ពេកបើមិនអញ្ចឹងខ្ញុំនឹងយកម្ហូបឆ្ងាញ់ទៅឲ្យប៉ាម៉ាក់ឈប់អ្នកជា Volux មែនទេបើអ្នកឲ្យនាឡិកាគាត់មកខ្ញុំក៏មិនមែនអាចពិចារណាបានដែរចុះបើខ្ញុំចែកសាច់ខ្ញុំពាក់កណ្ដាលឲ្យអ្នកវិញមិនបានទេនេះជារបស់គាត់អីគេរបស់គាត់របស់អ្នកប្តីរបស់អ្នកច្បាស់ជាមិនចង់ចំណាយលុយឲ្យអ្នកទេឲ្យហើយឲ្យខ្ញុំហើយអ្នកឲ្យវាមកខ្ញុំបែបនេះមែនទេគាត់នេះវ៉ាធានមកលឿនមើលបាច់ឆ្នាំងស៊ុបប៊ឺដែលអ្នកចូលចិត្តជាងគេមើលនេះមានមកជុំទៀតកាត់ហើយវ៉ាមិននឹកស្មានសោះអ្នកណាទៅរកគ្រឿងផ្សំច្រើនយ៉ាងនេះឲ្យអ្នកមែនហើយឬមួយក៏ដឹងថាថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នក
អ្នកកំពុងធ្វើអីហ្នឹងខ្ញុំគ្រាន់តែអាប់អួរតិចតួចខ្ញុំចេញទៅស្រុកខ្យល់ម៉ាក់ជួយខ្ញុំគណនាបញ្ហាមួយនេះផងអាហារកូនប្រសារនេះសម្រាប់អ្នកញ៉ាំឲ្យបានច្រើនទៅហាហាហាមកម៉ាក់នេះសម្រាប់ម៉ាក់ធានរឹងរូសណាស់ឥឡូវនេះគាត់មិនបានផឹកស៊ុបសាច់មួយមាត់ផងអូយបើមានគ្រឿងទេសវិញល្អណាស់ឥឡូវគ្រឿងទេសមានតម្លៃតែគ្មានលក់ទេចង់ទិញក៏ទិញមិនបានដែរមានរឿងអីក្លិនអីក៏ឈ្ងុយម្លេះនេះជាក្លិនឈ្ងុយចេញពីផ្ទះអ្នកណាអេហា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 មិនមែនជាក្លិនចេញពីផ្ទះធានទេដឹងមិនអាចទេផ្ទះគាត់សំបីតែត្រីកំប៉ុងក៏គ្មានលទ្ធភាពទិញដែរមិនក៏អាចទៅរួចល្អហើយអ្នកកំពុងធ្វើអីថ្ងៃនេះជាថ្ងៃកំណើតខ្ញុំញ៉ាំស៊ុបហតផតមើលមិនឃើញទេអីមិនក៏កើតអ្នកឯងយកសម្ភារៈទាំងនេះមកពីណាអ្នកមិនមែនអួតថាចង់ញ៉ាំសាច់ទេអីចុះសាច់ក្នុងឆ្នាំងស្រាប់តែលែងឆ្ងាញ់ហើយមែនទេអ្នកខួបកំណើតស្អីថ្ងៃកំណើតរបស់អ្នកជាថ្ងៃកំណើតម្ដាយរបស់អ្នកមែនទេកតញ្ញូជាគុណធម៌ទី1កូនស្រីខ្ញុំមិនដែលដើម្បីថ្ងៃកំណើតខ្លួនឯងមកខ្ជិះខ្ជាយបែបនេះទេគឺថាវាសាមញ្ញណាស់បងស្រីជីដូនមួយអ្នកទៅមុខទៀតគឺរឿង10ខែមុននោះគឺថ្ងៃដែលប៉ាម៉ាក់អ្នកបានអ្នកមកហើយអ្នកបានហើយអ្នកទាំងអស់គ្នាកុំមកចង់ជើងខ្ញុំដោយសិលធម៌នៅទីនេះខ្ញុំរីករាយនឹងរៀបចំថ្ងៃកំណើតឲ្យកូនស្រីខ្ញុំម្យ៉ាងទៀតតាំងពីមានធីធីមកពួកយើងមានអារម្មណ៍ថាជីវិតកាន់តែមានសុភមង្គលដូច្នេះកុំមកបំផ្លាញអារម្មណ៍ល្អនៅទីនេះអីហេទៅធីមកប្រញាប់បួងសួងទៅបួងសួងទៅខ្ញុំចេញទៅក្រៅបន្តិចអ្នកឈ្មោះអីហ្នឹងហេខ្ញុំកំពុងនិយាយជាមួយអ្នកណាអ្នកជាកុំមែនទេពិតជាមិនចេះនិយាយមែនខ្ញុំឈ្មោះកានធីម៉ាក់ខ្ញុំថាខ្ញុំផ្អែមដូចនំខេកតូចមួយអីចឹងអ្នកមិនធុញទេអីគ្មានអ្នកណានិយាយជាមួយអ្នកសោះមិនអីទេខ្ញុំនិយាយច្រើនណាស់ទៅមុខទៀតខ្ញុំនឹងមកលេងអ្នកញឹកញាប់ខ្លងតើអ្នកញ៉ាំអត់ឆ្ងាញ់ណាស់អាសំរាមអញចេះនិយាយដែរតើសំរាមយ៉ាងម៉េចមិនអនុញ្ញាតឲ្យនិយាយបែបនេះទៅកាន់នំខេកតូចទេយួនអ្នកនៅទីនេះសោះមែននំខេកតូចមែនទេអ្នកមកធ្វើអីនៅទីនេះធ្លាប់មកពីមុននៅទីនេះមានក្មេងប្រុសម្នាក់នៅម្នាក់ឯងរហូតតែមិនដឹងថាហេតុអ្វីគាត់អាចរស់បានដោយគ្រាន់តែផឹកទឹកសារធាតុចិញ្ចឹមខ្ញុំនៅតែគិតថាចាំខ្ញុំយកនំខេកតូចទៅឲ្យគាត់ទីបំផុតក៏ត្រូវមនុស្សធំស្ដីបន្ទោសគាត់មិននឹងមានឪពុកដូចអ្នកទៅរស់នៅសុខស្រួលភ្លេចអស់ហើយថាគាត់ឈ្មោះអីមុននេះធ្លាប់មកម្ដងខ្ញុំនៅមិនទាន់ឃើញច្បាស់ទេ
អ្នកដឹងទេថានេះជាកន្លែងណានេះជាមន្ទីរពិសោធន៍របស់ក្រុមហ៊ុនយុនស៊ីកាលនោះពួកគេបានរកឃើញអ្វីដែលលាក់ខ្លួននៅក្នុងខ្មោចឆៅក្នុងខ្លួនមនុស្សមេរោគប្រធានក្រុមហ៊ុនយុនស៊ីបានរកឃើញថាឈាមកូនប្រុសរបស់គាត់ពិសេសដូច្នេះហើយជារៀងរាល់ថ្ងៃគាត់បានយកឈាមកូនប្រុសតូចរបស់គាត់មកធ្វើពិសោធន៍សង្ឃឹមថានឹងបង្កើតបានកោសិកាឈាមដែលប្រឆាំងមេរោគម៉ាក់លោកអាកានីយោយូមិនអាចនៅតូចនៅឡើយបន្តទៅគាត់ចង់លះបង់កូនដើម្បីជួយសង្គ្រោះមនុស្សជាតិទាំងមូលតែឥឡូវនេះអ្នកពិសោធន៍របស់គាត់បានក្លាយជាខ្មោចឆើលេខ1ទៅហើយអ្នកគិតថាគួរឲ្យអស់សំណើចទេមិនគួរឲ្យអស់សំណើចទេគឺមិនគួរឲ្យអស់សំណើចតតែសោះបងស្រីអីទៅអូយខ្ញុំចង់ថាប់អ្នកបើអ្នកមិននិយាយមានសម្លេងអីក្នុងបន្ទប់អាហេតុក្នុងបន្ទប់កូនមានអ្នកណាទេប៉ាមកទីនេះធ្វើអីបើមានការអីនិយាយត្រង់នេះទៅបន្ទប់ខ្ញុំរញ៉េញ៉ៃពេកហើយគ្មានអ្នកណាផ្សេងទេពួកយើងជាមនុស្សក្នុងគ្រួសារតែមួយក៏បានដែរគ្រាន់តែថ្ងៃនេះកូនស្រាប់តែមានសាច់ដុះច្រើនយ៉ាងនេះលើកមុនគេថាកូនលាក់ប្រុសក្មេងម្នាក់ប៉ាគិតហើយគិតទៀតគិតថាត្រូវតែនិយាយជាមួយកូនឲ្យបានល្អអាហោះប៉ានិយាយទៅគឺថាឥឡូវនេះបរិយាកាសបែបនេះកូនក៏ដឹងហើយបើមានកូនឥឡូវវាមិនល្អទេមែនទេកូនអីអូអាហេតុប៉ាកូនចង់និយាយថាបើឥឡូវនេះមានកូនតូចពួកយើងនៅមិនទាន់អាចផ្ដល់ជីវិតល្អបំផុតឲ្យគាត់បានទេដូច្នេះហើយវិធានការសុវត្ថិភាពនៅតែត្រូវធ្វើឲ្យបានល្អហាពួកកូនក្មេងមិនអាចគិតតែពីភាពសប្បាយរីករាយរបស់ខ្លួនឯងទេអាហោះល្អប៉ាដឹងហើយល្អកូនយល់ក៏ល្អហើយធានម៉ាក់មានឆៅតូចច្រើនណាស់បើអ្នកត្រូវការកុំនិយាយទៀតខ្ញុំយកចេកបាញ់ងាប់ឥឡូវហើយខ្ញុំបានបាញ់ឆាត់ហើយអ្នកឃើញមូលដ្ឋានសុវត្ថិភាពនេះទេគឺខ្ញុំខំធ្វើវាដោយម្រាមជើងអាយ៉ាខ្លាចកុំនិយាយទៀតប្រដាប់លេងនេះគ្មានផ្លូវផ្សេងទេខ្ញុំដឹងខ្ញុំបែកបាក់ហើយខ្ញុំពិតជាបែកបាក់ហើយមិនក៏អាចបង្កជារឿងធំបែបនេះបានការស្រមើស្រមៃបន្តិចបន្តួចចំណាយកម្លាំងពេញមួយជីវិតអាយហាខ្ញុំពិតជាចង់ទៅរស់នៅភពផ្សេងណាស់ការអង្វររបស់ខ្ញុំម្ចាស់សូមអង្វរព្រះរាជាខ្មោចឆៅដ៏ថ្លៃថ្នូរលោកម្ចាស់យូលីនខ្ញុំអង្វរអ្នកហើយអ្នកឆាប់ធ្វើរឿងនោះទៅខ្ញុំមិនមែនជាស្ដេចខ្មោចឆៅទេខ្ញុំជាប្រុសក្មេងរបស់អ្នកគួរឲ្យខ្មាស់ណាស់គ្មានមុខជួបមនុស្សទេខ្ញុំទៅមុនហើយមិនអីទេអ្នកទៅចុះ
របួសបន្តិចបន្តួចដែលខ្ញុំរងពីមុនមិនអីទេយ៉ាងណាក៏ខ្ញុំតែងតែនៅម្នាក់ឯងហើយធ្លាប់រងរបួសហើយតើខ្ញុំកាន់ធានជាមនុស្សបែបនោះមែនទេនេះដូចជាស៊ីខ្មោចឆៅហើយរអ៊ូរឿងនំប៉ោអីចឹងហើយអ្នកមិននៅម្នាក់ឯងទៀតទេអ្នកមិននៅមានខ្ញុំទៅអ្នកជាប្តីរបស់ខ្ញុំឥឡូវនេះផ្ទះនេះខ្ញុំជាអ្នកសម្រេចអេមិនបានទេអ្នករបួសហើយមិនអាចទៅហាត់ប្រាណបានទេឃើញទេសរសៃឈាមនៅលើដៃសិចស៊ីណាឃើញហើយស្មាធំចង្កេះតូចច្រណែនកាន់ធានដែលបានញ៉ាំឆ្ងាញ់បែបនេះអ្នកទុំខ្សោយដែលរបួសគួរតែដេកឲ្យស្រួលទៅដៃអូសជើងកាន់ធានបែកអារម្មណ៍អ្នកទុំខ្សោយដែលរបួសគួរតែដេកឲ្យស្រួលទៅកុំចេញមកទាញជើងអ្នកដទៃថែមទាំងធ្វើឲ្យកាន់ធានបែកអារម្មណ៍ទៀតកាន់ធានជាមនុស្សខ្លាចនៅខាងក្រៅតែងតែគេងមិនលក់និយាយទៅការគាត់នៅតូចយប់ឡើងគាត់តែងតែយំរករឿងពេលគេងអាយ៉ាខ្ញុំជាអ្នកលួងគាត់គាត់គេងជាមួយខ្ញុំមិនយំទេប្រហែលជាបញ្ហារបស់អ្នកហើយការគាត់នៅតូចគាត់ថែមទាំងធ្លាប់និយាយថាក្រោយមកគាត់នឹងរៀបការជាមួយខ្ញុំទៀតផងហេតុអីបានជាអ្នកមកក្រោយបានឡើងលើគេព្រោះគាត់ចេះតែប្រជែងហើយដណ្ដើមធ្វើអីអ្នកធ្វើអីខ្ញុំមិនបាននិយាយពីអ្នកទេអ្នកវីគាត់មិនមែនខ្ញុំទេគាត់ដួលខ្លួនឯងមិនមែនខ្ញុំទេគាត់ដួលខ្លួនឯងអាហោះអ្នកមិនបាននិយាយផងអ្នកធ្វើអីគាត់ខ្ញុំនាំអ្នកទៅបដូរថ្នាំបិទរបួសអូនិយាយអីចឹងអ្នកបានធំក្លិនអត់មិនបានជាខ្ញុំមានអារម្មណ៍ថាប៉ុន្មានថ្ងៃនេះមូលដ្ឋានសុវត្ថិភាពមានក្លិនតែឈ្ងុយឈ្ងុយម្ល៉េះអាហេតុរបួសនឹងគួរតែជាសេះស្បើយូរហើយតើហេអីចឹងអ្នកនៅតែធ្វើពុតជាឈឺទៀតអ្នកកុហកនៅទីក្រុងទុនចឹងនេះសប្បាយទេអ្នកកំពុងនិយាយអីខ្ញុំស្ដាប់មិនច្បាស់ទេស្ដេចខ្មោចឆៅនោះហ៊ានចូលមកក្នុងមូលដ្ឋានសុវត្ថិភាពមនុស្សចូលអន្ទាក់ខ្លួនឯងបើហ៊ានមកហើយអីចឹងខ្ញុំនឹងធ្វើឲ្យអ្នកប្តីសម្លាញ់មិនបានជាខ្ញុំមានអារម្មណ៍ថាស្រោមអនាម័យដែលយើងបានទុកប៉ុន្មានថ្ងៃនេះវាថយចុះច្រើនម្ល៉េះកុំអីអូ
អូខេរួចហើយថ្ងៃនេះខាងនេះរវល់ចប់ហើយខ្ញុំនឹងនាំអ្នកត្រឡប់ទៅជួបប៉ាម៉ាក់ហើយបងស្រីចាងខ្ញុំមកជួយអ្នកអាហោះខ្ញុំណែនាំអ្នកឲ្យចេះរាប់អានគេខ្ញុំឲ្យអ្នកបដូររបៀបកំសាន្តតែអ្នកបែរជាបដូររបៀបកំសាន្តមកជាខ្ញុំទៅវិញអញ្ចឹងអ្នកចង់រៀនយ៉ាងម៉េចអត់បានជួបគ្នាយូរហើយអូពួកអ្នកជាមិត្តរួមថ្នាក់សោះមែនហើយអរគុណច្រើនដល់ការទៀនទៅពួកយើងអាចមកដល់មូលដ្ឋានសុវត្ថិភាពបានខ្ញុំនិងមិត្តរួមថ្នាក់របស់ខ្ញុំនៅតែត្រូវអរគុណអ្នកឲ្យបានល្អខ្ញុំត្រូវអរគុណអ្នកម្ដងទៀតអញ្ចឹងខ្ញុំគួរតែអរគុណស្ដេចខ្មោចឆៅដែលនៅពីក្រោយអ្នកហើយមើលទៅអ្នកកំពុងនិយាយអីខ្មោចឆៅអីមិនក៏អាចទៅរួចខ្មោចឆៅអ្នកកុំនិយាយផ្ដេសផ្ដាសនេះជារបស់ការទៀនខ្ញុំមិនបាននិយាយផ្ដេសផ្ដាសទេអ្នកគ្រាន់តែមើលមុខគាត់ទៅដឹងហើយបើមិនអញ្ចឹងហេតុអ្វីបានជាគាត់ពាក់ម៉ាស់រហូតប្តីខ្ញុំឈឺទេហេតុអ្វីបានជាអ្នកថាឲ្យដោះគឺដោះទៅអញ្ចឹងខ្ញុំនឹងបង្ហាញផូស្តាងឲ្យអ្នកមើលកុំអឺគាត់ឯណាជាខ្មោចឆៅមិនក៏អ្នកបង្ខូចកេកអ្នកដទៃអញ្ចឹងមើលទៅគាត់គ្រាន់តែស្លេកបន្តិចប៉ុណ្ណោះមិនក៏អាចទៅរួចគាត់ច្បាស់ជាខ្មោចឆៅហើយប្តីខ្ញុំមានជំងឺសក់សអ្នកនៅតែថាគាត់ជាខ្មោចឆៅមិនក៏អ្នកមកធ្វើបាបអ្នកពិការអញ្ចឹងសំណាងល្អថ្ងៃនេះខ្ញុំនាំយូលីនទៅជួបប៉ាម៉ាក់ខ្ញុំបានផាត់មុខឲ្យគាត់ខ្ញុំបានឃើញផ្ទាល់នឹងភ្នែកគាត់គ្រាន់តែស៊ីវស៊ឺកុំហួសហេតុពេកតើអ្នកចូលចិត្តធីនរបស់យើងឬមើលមិនឃើញគូស្នេហ៍គេផ្អែមល្ហែមសោះបានជាអ្នកបង្ករឿងបែបនេះមនុស្សម្នាក់នេះហួសហេតុពេកហើយមនុស្សម្នាក់នេះពិតជាហួសហេតុពេកហើយហួសហេតុពេកហើយមនុស្សម្នាក់នេះអាក្រក់ណាស់ខ្ញុំឈៀនអ្នកពិតជាមានអនាគតល្អណាស់តាមពិតប្តីអ្នកសង្ហាម្លេះមិនចម្លែកទេដែលអ្នកមិនឲ្យអ្នករាល់គ្នាឃើញមុខពិតរបស់គាត់បើជាខ្ញុំក៏ទៅផ្ទះមើលខ្លួនឯងដែរអាយ៉ាកិត្តិយសប្តីជាកិត្តិយសប្រពន្ធម៉ាក់ខ្ញុំមកវិញហើយនេះជាមិត្តប្រុសរបស់ខ្ញុំយូលីននេះគឺជាអ្នកមកពីក្រុមហ៊ុនរិសឺនោះយូកូនស្រីតើអ្នកបានលួចកូនប្រុសច្បងរបស់ក្រុមហ៊ុនយូស៊ឺពីពេលណាអាហោះតើគាត់ឈ្មោះកុងមែនទេអាយ៉ាកាលអ្នកនៅតូចអ្នករំខានគេណាស់ហើយអ្នកតែងតែលួចចូលមន្ទីរពិសោធន៍រាល់ថ្ងៃដើម្បីរំខានគាត់ឥឡូវនេះអ្នកបានចាប់គាត់យកមកផ្ទះតែម្ដងអត់ទេរំខានគាត់ល្អណាស់ម៉ាក់មើលឃើញទេយើងទាំងពីរនាក់ជាគូដែលស័ក្តិសមបំផុតកើតមកជាគូគ្នាហេតុអ្វីបានជាខ្សែរបស់ខ្ញុំនៅជាមួយគាត់មិនចម្លែកទេដែលខ្ញុំមើលទៅអ្នកធ្លាប់ស្គាល់ម្លេះអារៀមកនេះអូតាមពិត
អ្នកនៅក្បែរខ្ញុំរហូតអីចឹងក្រៅពីឋានៈជាអ្នកត្រកូលយូជាគាត់ក៏ជាស្ដេចខ្មោចឆៅដែរខ្ញុំទៅយកថ្នាំបញ្ចុះសម្ពាធឈាមគាត់មិនត្រឹមតែមិនបានធ្វើបាបអ្នកណាថែមទាំងបានជួយខ្ញុំច្រើនទៀតផងតែយូលីនគាត់ខ្លាចជាខ្មោចឆៅបាត់ហើយមិនអីទេខ្ញុំជាមនុស្សបានហើយអាយ៉ាបានហើយទាំងពីររីករាយទៅបានហើយម្យ៉ាងទៀតក្នុងជីវិតនេះគ្មានអ្វីសំខាន់ជាងភាពរីករាយទេរឿងផ្សេងទៀតមិនសំខាន់ទេអេគុនធាអ្នកត្រូវតែចាំធ្វើការការពារឲ្យបានត្រឹមត្រូវណាកុំឲ្យដល់ពេលនោះកាត់បានកូនខ្មោចឆៅមួយហ្វុងមកណារកឃើញស្លាកឈ្មោះហើយយកទៅវិញទុកជាអនុស្សាវរីយ៍មិនបាច់រកទៀតទេមនុស្សដែលលួចលាក់ជាមួយខ្មោចឆៅស្លាប់ក៏មិនអីដែរស៊ូមីងឈឺអ្នកកំពុងបង្កបញ្ហាអីទៀតហើយមិនទាន់បានស្រាយបំភ្លឺការយល់ច្រឡំអស់ហើយទេយូលីនមិនមែនជាស្ដេចខ្មោចឆៅអីទេចង់ដឹងថាគុនធានៅណាងាយស្រួលណាស់អ្នកបង្ហាញអត្តសញ្ញាណខ្លួនឯងទៅគុនធាឥឡូវស្ងាត់ដូចមនុស្សស្លាប់អ្នកមិននឿសូរសំឡេងគាត់ទេចង់ឲ្យគាត់មិនអីទេចាំបង្ហាញឲ្យអ្នករាល់គ្នាឃើញទៅខ្មោចឆៅឃើញហើយមែនទេឃើញហើយមែនទេណែណាឈាមនៅលើខ្លួនគាត់មានប្រយោជន៍ណាស់លាបលើខ្លួនអាចបិទបាំងក្លិនបាននៅសល់តែខ្មោចឆៅទេគាត់នៅណាប្រើឈាមរបស់អ្នកបដូរយកក្លិនគុនធាវិញយ៉ាងម៉េចដែរកុំស្ទាក់ស្ទើរអីមិនដឹងថាវាមានអារម្មណ៍យ៉ាងណាទេចូលឆ្មាត់ធ្វើអីរបស់ល្អមានស្រាប់ហើយប្រញាប់បិទឈាមទៅចុះអ្នកចង់សោកសៅតាមដែរឬមនុស្សនិងសត្វចម្លែកបែបនេះមិនអាចរស់នៅដោយសន្តិភាពបានឡើយមិនពួកវាផុតពូជមិនពួកយើងស្លាប់អស់គុនធានៅក្នុងបន្ទប់ងឹតតូចទៅអ្នកចង់ន័យថាម៉េចហេស៊ឺវ៉ាន់អ្នកមិនមែនតែងតែចូលចិត្តកាន់ធានទេអីមិនក៏បែរជាទៅជាគូប្រជែងស្នេហាទៅវិញកាន់ធានចូលចិត្តអ្វីហើយខ្ញុំឈរនៅទីនេះក៏ព្រោះតែមានរឿងខ្លះដែលតាក់ទងនឹងលុយស៊ូមីងឈឺអ្នកចង់បានឈាមស្ដេចខ្មោចឆៅខ្លាំងម្ល៉េះត្រូវខ្មោចឆៅឆ្លងយូរហើយមែនទេឈាមស្ដេចខ្មោចឆៅគ្មានប្រយោជន៍ទេសម្រាប់អ្នកដែលឆ្លងរួចហើយមិនក៏អាចទៅរួចខ្ញុំមិនចង់ខ្លាចជាខ្មោចឆៅទេអ្នកណាអាចជួយខ្ញុំផង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 អ្នកគិតថាអ្នកជាស្ដេចខ្មោចឆៅមិនខ្លាចគ្រាប់កាំភ្លើងមែនទេ
ยูลิงเนี่ยก็บ่มเพยยูลิงเอខ្ញុំមិនហ៊ាននាំអ្នកមកទីនេះឲ្យអ្នកហត់ស្លាប់ទេអ្នកក៏នឹងរងទុក្ខបែបនេះដែរយូលីងអ្នកក្រោកឡើងយូលីងមើលខ្ញុំភ័យស្លាប់ហើយខ្ញុំមិនដឹងថាគួរជួយអ្នកយ៉ាងម៉េចទេអ្នកនៅរស់គឺបង្រៀនខ្ញុំហឺយើងចាក់ចេញពីមូលដ្ឋានទៅផ្ទះទៅណាក៏ងឹតដែរហេធានអ្នកមិនមានបំណងត្រឡប់មកវិញទេមិនត្រឡប់ទៅវិញទេមនុស្សឥឡូវមិនទទួលយកខ្ញុំទេទោះបីជាខ្ញុំឥឡូវមិនមែនជាមនុស្សក៏មិនមែនជាខ្មោចឆៅដែរខ្លាចជាមនុស្សគ្មានអត្តសញ្ញាណទៅហើយបងស្រីចិនរបស់អ្នកបានយកឈាមយូលីងមកវិញហើយពិសោធន៍ដ្ឋានបានស្រាវជ្រាវរកឃើញសេរ៉ូមពីឈាមស្ដេចខ្មោចឆៅអាចព្យាបាលមេរោគខ្មោចឆៅបានខ្ញុំគ្រាន់តែជាមនុស្សអាត្មានិយមមិនចង់ឲ្យគាត់ខ្លាចជាវត្ថុពិសោធន៍ទេខ្ញុំក៏មិនចង់ឲ្យគាត់រងរបួសដែរខ្ញុំក៏មិនចង់ឲ្យអ្នកណាមកបូមឈាមគាត់មួយដំណក់ទៀតទេអ្នកជាមនុស្សមានឪពុកម្ដាយមានមិត្តភក្តិមិនបាច់ដើររត់រែគ្រប់ទីកន្លែងទេនិយាយឲ្យត្រង់ទៅអ្នកគ្រាន់តែចង់បោះបង់ខ្ញុំចោលធ្វើជាមនុស្សប្រុសអាក្រក់មែនទេបំណងប្រាថ្នារបស់អ្នកគឺចង់រស់នៅក្រោមពន្លឺថ្ងៃរីករាយនឹងជីវិតធម្មតាដ៏ស្រស់ស្អាតចំណែកបំណងប្រាថ្នារបស់ខ្ញុំគឺក្រុមហ៊ុនយូស៊ឺគ្រប់បានស្រាវជ្រាវសេរ៉ូមនៅមន្ទីរពិសោធន៍បានជោគជ័យមេរោគខ្មោចឆៅត្រូវបានកម្ចាត់ដោយជោគជ័យចាប់ពីថ្ងៃនេះទៅយើងនឹងរស់នៅក្រោមពន្លឺថ្ងៃឡើងវិញម្ដាយនិងកូនលែងបារម្ភពីការប្រែប្រួលទៀតហើយគូស្នេហ៍អាចអប់គ្នាដេកលក់ពេលថ្ងៃលិចភាពរំភើបដែលបាត់បង់នឹងត្រឡប់មកវិញជាមិនខានគេថាទិន្នន័យស្នូលរបស់ Quicken គឺបានមកពីការប្រែប្រួលរបស់អ្នកជា fan របស់អ្នកមែនទេនិយាយថាលោកយកបានចូលកាន់កាប់ក្រុមហ៊ុនហើយតើលោកនឹងរៀបចំផែនការយ៉ាងណាទៅមុខលោកយកហេតុអ្វីបានជាលោកជាស្ដេចខ្មោចឆៅបែរជាជ្រើសរើសជួយសង្គ្រោះមនុស្សជួយសង្គ្រោះពិភពលោកទៅវិញខ្ញុំមិនបានគិតប្រយោជន៍ផ្ទាល់ខ្លួនដល់ថ្នាក់នោះទេពិភពលោកនេះមិនមែនខ្ញុំជាអ្នកជួយសង្គ្រោះទេគឺក្មេងស្រីតូចម្នាក់ពាក់រ៉ូបពណ៌ផ្កាឈូកតែបានរៀបចំកែប្រែវាកាលពី10ឆ្នាំមុនប្តីសម្លាញ់បងថាអត់ថាអីទេបើអូនញ៉ាំអាហារឥតបានការព្រោះឥឡូវនេះឋានៈស្របច្បាប់ហើយ
ញ៉ាំអាហារសម្រន់ក៏មិនអីដែរតែទៅមុខមួយអាទិត្យម្ដងពិតមែនមីកញ្ចប់ក៏បានដែររសជាតិជីរវ៉ាន់ស៊ុយយកមកអ្នកទាំងអស់គ្នាមើលវិធីដោះស្រាយលំហាត់10នៅលើក្តារខៀនមេរៀនមុនបានបង្រៀនរួចហើយតើអ្នកណាអាចឡើងមកដោះស្រាយបានខ្ញុំមើលទៅមិត្តភក្តិណែនាំមកខ្មោចឆៅវាប្រហារហើយសិស្សកេនសិនមើលទៅក្តីសុបិនរបស់អ្នកអស្ចារ្យជាងមេរៀនខ្ញុំបង្រៀនទៅទៀតតើអ្នកចង់ចេញមកប្រាប់អ្នកទាំងអស់គ្នាទេថាតើខ្មោចឆៅនឹងធ្លាក់មុខវិជ្ជាមួយណាគួរឲ្យខ្លាចជាងហាហាហាបានចប់ម៉ោងហើយបើធ្លាក់មុខវិជ្ជាថ្មីកុំមកអង្វរខ្ញុំឲ្យសោះចូលរៀនហើយទៅស្អីគេបន្ទប់គេងនឹងខ្មោចឆៅសុទ្ធតែជាសុបិនអញយកសັບឃើញអីហ្នឹងមានខ្មោចឆៅទៀតចុះណែនវិញយឺលិនវិញក្នុងសុបិនគាត់ជាមនុស្សល្អណាស់យឺលិនកាលពីមុនធ្លាប់មើលរឿងមួយដែលរំជួលចិត្តណាស់ដែលនិយាយអំពីម្ចាស់មិនបោះបង់ចោលឆ្កែដែលខ្លាចជាខ្មោចឆៅនោះទេហើយនៅតែលេងល្បែងតូចដែលវាចូលចិត្តបំផុតជាមួយវាជារៀងរាល់ថ្ងៃទីបំផុតក៏បានដាស់ស្មារតីឆ្កែនោះបានសម្រេចបើសិនជាយឺលិនខ្លាចជាខ្មោចឆៅវិញនោះអ្នកលេងល្បែងតូចដែលគាត់ចូលចិត្តជាមួយគាត់រាល់ថ្ងៃប្រហែលជាទីបំផុតអាចដាស់មនុស្សជាតិរបស់គាត់បានខ្លាចជាខ្មោចឆៅអស់ហើយសភាពបែបហ្នឹងអ្នកណាទៅចង់គេងជាមួយគាត់ចូលឆ្នោតធ្វើអីបើមិនទៅអាហារដ្ឋាននៅលើឆ្អឹងជំនីជ្រូកជូរអែមដែលអ្នកចូលចិត្តបំផុតនឹងអស់ហើយភ្នែកមិនក្រហមក៏គ្មានធ្មេញស្រួចដែរជាមនុស្សរស់ថែមទាំងមិនស្លាប់ទៀតល្អណាស់សម្លាញ់អ្នកលេងស៊ីខ្ញុំហើយខ្ញុំនឹងស៊ីឆ្កែស្បែកមុខបងប្អូននឹងចាស់ជ្រីជ្រួញនៅពេលដែលបងប្អូនរក UV ណាត់ដែលប្រើប្រាស់មកលើផ្ទៃមុខមិនបានត្រឹមត្រូវ UV រ៉ូមានមុខងារការពារកម្ដៅថ្ងៃដែលជាបងប្អូនជាមួយនឹង BB Rose Premium បងប្អូនកំពុងតែចាប់ផ្ដើមស្គាល់ប្រើជាឈុតជាមួយនឹងបងប្អូនគេពីរនាក់បងប្អូនជាច្រើនបានស្គាល់ជាមួយនឹងគុណភាព BB Rose Premium ប៉ុន្តែបងប្អូនមិនទាន់បានស្គាល់ជាមួយនឹង UV រ៉ូដែលជាបងប្អូនជាមួយនឹង BB Rose Premium នេះទេខ្ញុំសូមបញ្ជាក់មុខបងប្អូនប្រុសស្រីមិនអាចខ្វះ UV ការពារកម្ដៅថ្ងៃបានទេបងប្អូនឃើញការប្រើប្រាស់របស់ខ្ញុំទេប្រចាំថ្ងៃគឺខ្ញុំតែងតែប្រើប្រាស់ជាមួយនឹង UV រ៉ូបូកជាមួយនឹង BB Rose Premium ការលាបរបស់ខ្ញុំគឺមិនពិបាកទេបងប្អូនចាយើងលាបនៅលើផ្ទៃមុខរបស់យើងធូនអាប់វាឲ្យស្មើឲ្យចូលសាច់មុខឲ្យអស់យើងធ្វើការតបជាមួយនឹង BB Rose Premium ពីរមុខនេះប្រើបញ្ចូលគ្នាគឺវាជួយកាត់ពីកម្ដៅថ្ងៃយើងបានខ្ពស់មិនធ្វើឲ្យផ្ទៃមុខរបស់យើងស្ងួតមិនធ្វើឲ្យផ្ទៃមុខរបស់យើងបែកអាចរុយសារធាតុចិញ្ចឹមនិងជាតិការពារកម្ដៅថ្ងៃជាច្រើននឹងជួយលុកស្បែកបងប្អូនការពារកម្ដៅថ្ងៃរហូតដល់ទៅ12ម៉ោងលែងភ័យលែងព្រួយបារម្ភភ័យខ្លាចផ្ទៃមុខរបស់យើងចាស់មុនអាយុបែកជាប់បែកស្នាមអាចរុយបែកស្ងួតក្រុមអវ៉ាន់ CEO ម៉ៃម៉ារ៉ូបងប្អូនអាចធ្វើការដើររកទិញបានតាមផ្សារទូទាំង25ខេត្តក្រុងឬក៏អាចឆាតមក page និង TikTok របស់ CEO ផ្ទាល់រត់តែពិសេសនៅពេលដែលយប់ឡើងបងប្អូនធ្វើការបិទជាមួយនឹងម៉ាស់ទឹកខាប់មួយសន្លឹក